Bà sẽ đây nè đọc níក្នុងមេរៀននេះយើងនិយាយពី router identify ការកំណត់ឈ្មោះទៅលើឧបករណ៍ Magnetic router របស់យើងអញ្ចឹងដើម្បីធ្វើការកំណត់ឈ្មោះទៅលើ Magnetic router របស់យើងត្រូវ login សិនអញ្ចឹងយើងប្រើ Winbox ដើម្បីធ្វើការ login បន្ទាប់មកយើងចូលអញ្ចឹងយើងមើលតាមគេមកយើងចូល system បន្ទាប់មកយើងចូល identify អូខេអញ្ចឹងចូល system មកហើយយកពាក្យថា identify អញ្ចឹងយើងរកពាក្យ identify មក identify នៅណាចេះនេះមួយនេះអូខេអញ្ចឹងឈ្មោះរបស់ Magnetic របស់ខ្ញុំវាឈ្មោះថា Magnetic អញ្ចឹងទៅអញ្ចឹងប៉ុន្តែខ្ញុំដូរវាចង់ដូរវាដាក់ main ដាក់ main router អញ្ចឹងទៅអាហ្នឹងការចំណាំរបស់យើងទេយើងចង់ដាក់ឈ្មោះអីក៏បានដែរហើយយើងចុច apply មកហើយអូខេណាអញ្ចឹងវាបដូរឲ្យអ្នកឃើញបដូរទៅជា main router វិញមិញ main router ទេឈ្មោះវាដំបូងគឺ Magnetic ឥឡូវខ្ញុំដាក់ទៅជា main router វិញអានេះ identify information so different place នេះអត់មានបញ្ហាទេចានេះ lab គេឲ្យយើងកំណត់ឈ្មោះខ្លួនឯងណាអញ្ចឹងអ្នកទាំងគ្នាអាចធ្វើការ testing បានណាអញ្ចឹងមេរៀនបន្ទាប់យើងរៀនពី NTP បាទ Network Time Protocol អរគុណច្រើន